សួស្តីអ្នកទាំងអស់គ្នាយើងបាត់មុខគ្នាមួយរយៈត្រូវថ្ងៃនេះគឺខ្ញុំចង់ធ្វើវីដេអូពាក់ព័ន្ធជាមួយនឹងទម្រង់និយាយទៅទម្រង់នេះគឺពេញនិយមមែនតើអ្នកទាំងអស់គ្នាហើយខ្ញុំធ្លាប់លេងឈ្នះដែរខ្ញុំលេងដល់ Division 2 ជិតចូល Division 1ប៉ុន្តែនៅក្នុង Season ថ្មីនេះគឺខ្ញុំអត់បានលេងទេចឹងខ្ញុំទុកចោលហើយនេះគឺជាទម្រង់មួយដែលល្អមែនតើណាសម្រាប់អ្នកដែលលេង Counter Attack Possession នេះស្រាញដែលយើងចង់លេងហើយប៉ុន្តែទម្រង់ហ្នឹងគឺ Possession ជាមួយនឹង Counter Attack គឺត្រូវមែនតើទម្រង់របស់យើងគឺមានបែរអ្នកទាំងអស់គ្នា CF2 Second Striker 1ហើយនឹង CMF 2ដែរទៅហើយ DMF 1ជាមួយនឹងការពាររបស់យើង4នាក់និយាយទៅសំខាន់ទៅលើ play style កីឡាករដែលយើងដាក់លេងណាអ្នកទាំងអស់គ្នានិយាយទៅទម្រង់ហ្នឹងវាសំខាន់មួយយ៉ាងទៀតគឺកីឡាកររបៀបលេងរបស់កីឡាករ play style របស់កីឡាករគឺវាសំខាន់ដែរហ្នឹងហើយគឺពេលដែលអ្នកទាំងអស់គ្នាលេងយូរទៅអ្នកទាំងអស់គ្នាស្គាល់ពីកីឡាករហ្នឹងហើយកីឡាករខ្លះគាត់លេងLB ហើយគាត់លេងជា defensive ប៉ុន្តែនៅពេលដែលយើងដាក់លេងគាត់លេងឡើងដល់លើអាហ្នឹងវាអាចបញ្ហាមកពីកីឡាករដែរអញ្ចឹងណាអញ្ចឹងតើយើងលេងរៀងយូរដែរដោយកីឡាករខ្លះជា advanced striker ប៉ុន្តែពេលមានបាល់គាត់អត់ឡើងទៅលើទេគាត់នៅកញ្ញែងខ្ញុំនៅក្រោមហ្នឹងអញ្ចឹងអាហ្នឹងវាបាក់ដែរតើឥឡូវខ្ញុំនិយាយពីទម្រង់របស់ខ្ញុំវិញទម្រង់របស់ខ្ញុំគឺ CF2 CN ហ្នឹងគឺយើងដាក់ advanced striker 1 deep lying forward 1ហើយ second striker របស់យើងគឺដាក់ whole player ក៏បាន creative ក៏បានដែរហើយអ្នកទាំងអស់គ្នាមេស៊ីលេង creative ប៉ុន្តែពេលមានបាល់ឡើងដល់លើឡើងដល់សុទ្ធអញ្ចឹងអាហ្នឹងមកពីកីឡាករដែរកីឡាករខ្លះលេង whole player ប៉ុន្តែពេលមានបាល់មានឡើងដល់លើទេនៅត្រឹមមុខតារាងហ្នឹងឯងវាអត់ឡើងដល់ហួសហ្មងគោនៅរៀងពាក់កណ្ដាលតារាងអាហ្នឹងមកពីកីឡាករដែរហើយ CMF 2របស់យើងហ្នឹងដាក់ box to box 1 Orchestrator 1និយាយទៅត្រូវតែមាន Orchestrator 1បើចង់ដាក់ទាំង3ក៏បានដែរខ្ញុំដាក់លេងទាំង3គឺល្អដូចគ្នាប៉ុន្តែត្រូវមាន DMF 1អញ្ចឹងកុំឲ្យកីឡាកររបស់យើងវាឡើងទៅខ្ពស់ពេកហើយ LB របស់យើងត្រូវការកីឡាករណាដែលរត់លឿនហើយកីឡាករ2នាក់ហ្នឹងអ្នកទាំងអស់គ្នាត្រូវជ្រើសរើសមួយដើម្បីដាក់ជា defensive កុំឲ្យគាត់ឡើងអញ្ចឹងហើយ CB របស់យើងកីឡាករមិនក៏បានដែរឲ្យតែគាត់រត់លឿនអ្នកទាំងអស់គ្នានិយាយទៅបើអ្នកទាំងអស់គ្នាចង់បានតែ CB ដែលខ្លាំងហ្មងគឺត្រូវការកីឡាករណាដែលមានធំមួយរត់លឿនដូចជា Van Dijk William Saliba ឬក៏ Rojo អីហ្នឹងគាត់អាកាសស្រីចាស់គាត់មានធំហើយspeed គាត់ខ្លាំងទៀត speed គាត់លឿនអញ្ចឹងដាក់ CB មកចង់ចេញបាល់គឺពិចារណាឈ្នះគាត់ទេដោយសារគាត់រត់លឿននេះអ្នកទាំងអស់គ្នាNuno Mendes ហ្នឹងចង់ឲ្យគាត់លេង CB ក៏ល្អដែរអ្នកទាំងអស់គ្នាដោយសារគាត់រត់លឿនណាអញ្ចឹងអ្នកទាំងអស់គ្នា add possession ដាក់ចូលបើមានកាតដូចខ្ញុំអញ្ចឹង add possession ចូលគាត់លេង CB ទៅគឺល្អមែនតើនិយាយទៅទម្រង់របស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាអត់មានអីញ៉ៃច្រើនទេតើឥឡូវយើងចូល game មកតើអ្នកទាំងអស់គ្នាឥឡូវយើងចូល game ហើយប៉ះឥណ្ឌូនេស៊ីអាមណាទៅសុទ្ធជើងជំរឿជាតិហើយតើឥឡូវយើងសងសឹកវិញអញ្ចឹងសុទ្ធមែនតើឈ្នះឥឡូវសុទ្ធក្នុង game ឈ្នះហើយ game នេះកែបើចេញពីឥណ្ឌូនេស៊ីដោយសារហ្គេមចាស់ទេហើយទម្រង់មួយហ្នឹងគឺអត់មានញ៉ៃច្រើនទេអ្នកគ្នាអំបែបប៉ះទៅវិញទៅមកឯងទម្រង់ហ្នឹងគឺបានបាល់ផ្ដាច់ឡើងទៅលើបានបាល់ផ្ដាច់ឡើងទៅលើតែប៉ុណ្្នឹងឯងដោយសារយើងលេង long ball ហើយខ្សែប្រយុទ្ធរបស់យើង3នាក់នៅលើហ្នឹងគឺអត់ចោះមកទេពីច្រើនគឺនៅលើហ្នឹងឯងពេលដែលបាល់ដល់ខ្សែប្រយុទ្ធយើងនៅលើហ្នឹងចាំយើងលេង 1 2 3នាក់ហ្នឹងប៉ះទៅវិញទៅមកអញ្ចឹងតែប៉ុន្តែខ្ញុំលេងហ្គេមនេះអ្នកទាំងអស់គ្នាគឺ CB គេគឺតាន់យកទៅមែនតើគឺខ្ញុំប៉ះអត់ចេញទេហើយបាល់មកដល់កន្លែងនេះគឺ plus គ្នាអ្នកទាំងអស់គ្នា clear បាល់អត់ចេញមានទេគេអស់ទៅប៉ះមកកន្លែងនេះចេះបានខ្សែការពារខ្ញុំ slide កាត់ល្អមែនតើក្រុមវត្តថា water block ប្លុកអីល្អមែនតើហ្មងហើយកន្លែងនេះគឺបាល់ចុងមកគេនិយាយទៅខាងគេគឺល្អម្ដាយហ្នឹងហើយនិយាយថាគីឡូគេរៀងអែមណាគេមើលទៅអាបាល់ set piece ហ្នឹងគឺល្អហ្មងប៉ះទៅប៉ះមកជើងមកភ្លក់និយាយទៅនឹកស្មានដល់ព្រោះដងពេលបាល់ជ្រុងខ្ញុំពេលច្រើនយើងលើកអញ្ចឹងតែអានេះគេអត់ទេគេលេង set piece មកគឺអែមមែនតើហើយគេ celebrate យើងអញ្ចឹងទៅយើងចុច skip អត់ទៅដោយសារគេចង់ celebrate គេចង់កីឡាករគេសុទ្ធចូលអញ្ចឹងហើយមិនអីទេឲ្យគេ celebrate មុនណាអ្នកទាំងអស់គ្នាគេថាអ្នកសោតមុនមិនប្រកាសថាល្អជាងអ្នកសោតក្រោយអញ្ចឹងណាហើយកន្លែងនេះគឺ Messi ប៉ះឲ្យ Harry Kane គឺអែមមែនតើ Harry Kane កប់មួយសុទ្ធមួយ FA ទៀតណាអ្នកទាំងគ្នាអែមមែនតើហើយការនេះមិនមែនការសូថាមទេគឺការយន្តធម្មតានឹងឯងគឺសុទ្ធអែមណាស់ហ្នឹងចឹងឥឡូវយើងតាមស្មើចាំយើងសុទ្ធយកគ្រាប់ជ័យជំនះយកមកអាគ្រាប់ជ័យជំនះរបស់យើងចាំយើង celebrate ឌឺវិញយកហ្មងមិនឌឺយើងហើយហ្គេមហ្នឹងគឺបុកគេអត់ចូលទេអ្នកទាំងគ្នាសារ CB គេតានពេកហើយកន្លែងនេះគឺបាល់ counter មកវិញFerran Torres អ្នកទាំងអស់គ្នា super sub ហើយចាំមើលពេលយើងសុទ្ធចូលចាំយើង celebrate ឌឺវិញកុំឲ្យអាមាញ់ឌឺយើងឥឡូវឌឺវិញហ្មងនេះហើយយើងបាច់ចេះ skip ទេឈឺចាប់អត់ដោយសារគេអានាទីនេះគឺចិត្តដល់មកហើយអ្នកទាំងគ្នា
ម៉ោងប៉ុណ្ណឹងវាខ្វះ10នាទីទៀតណាចឹងយើងបាក់ខ្វល់យើងទៅដល់ប៉ះទៅវិញមកទៅគឺចប់ហើយហ្គេមហ្នឹងហើយកន្លែងនេះគឺចប់ហ្គេមហើយអ្នកនរគ្នានិយាយទៅលទ្ធផលរបស់យើងគឺ2 ទល់នឹង 1 ទល់នឹង 2និយាយទៅអាហ្នឹងឯងចង់និយាយថាពេលដែលយើងសិតចូលគេមកគ្របដបងកុំអាចចាំឲ្យគ្រប់ចិត្តចប់អាហ្នឹងចាំយើង celebrate ឌឺទៅព្រោះអាពេលយើងឌឺចឹងគឺគេអត់មានឱកាស comeback បានណាហើយអានាទីទី1អានាទីទី10ជាងសោះយើងទៅ celebrate ឌឺគេចឹងគេមានឱកាស comeback ហើយគេឌឺវិញឈឺចាប់អត់ចប់អញ្ចឹងវីដេអូរបស់ខ្ញុំគឺមានប៉ុណ្្នឹងទេបាយ